ដែលបានទទួលរងការរំជួយដីនេះមានដូចជាបង់ក្លាដេស ឥណ្ឌា ឡាអូស មីយ៉ាន់ម៉ា ថៃឡែនហើយនិងប្រទេសចិនគឺវាមានទំហំរហូតដល់ 7.7 ចាគឺទំហំធំមែនទែនហើយអ្នកដែលបានបាត់បង់ជីវិតច្រើនជាងគេនៅក្នុងប្រទេសទាំងនោះគឺប្រទេសមីយ៉ាន់ម៉ាចាប្រទេសមីយ៉ាន់ម៉ារហូតមកដល់ថ្ងៃនេះអ្នកបាត់បង់ជីវិតមានរហូតដល់144នាក់ហើយនឹងកំពុងតែបាត់ខ្លួនមានរហូតដល់700នាក់ជាងចាចំណែកប្រទេសថៃគឺមានអ្នកបាត់បង់ជីវិតចំនួន8នាក់មកដល់ពេលនេះហើយនឹងមានអ្នកជាប់នៅក្នុងអគារដែលបានធ្លាក់ដែលពួកគាត់កំពុងតែសាងសង់នឹងច្រើនមែនតែម្ដងរឿងនេះគឺវាជាសោកនាដកម្មមួយដ៏គួរឲ្យសង្វេគមែនទេប៉ុន្តែអ្វីដែលខ្ញុំឃើញគេ share ច្រើនជាងគេគឺមកពីប្រទេសថៃខ្ញុំគិតថាគឺដោយសារតែប្រទេសថៃគឺសម្បូរជនជាតិខ្មែរយើងទៅធ្វើការនៅទីនោះម្ល៉េះហើយខ្មែរយើងគាត់ចេះតែ share បន្តបារម្ភពីបងប្អូនអ្នកស្គាល់គ្នាអីចឹងទៅក៏វាពោមាននឹងបែកខ្លាំងតាមក៏ពិតអ្នកដែលមានបាត់បង់ជីវិតច្រើនជាងគេគឺនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាគឺមើលឲ្យស្រណោះមែនទេបងប្អូនទាំងយើងទាំងគេចាប៉ុន្តែអ្នកខ្លះក៏បានធ្វើការលេងសើចដែរតាក់ទងជាមួយនឹងអ្នកខ្លះគាត់ចេញពីអាគារនឹងមកមុខគាត់មានលាបម្សៅលាបអីនៅឡើយដូចជាគាត់ទៅស្ប៉ាឬក៏ទៅអីអញ្ចឹងហើយអ្នកខ្លះទៀតលេងសើចពីការដែលថាអ្នកខ្លះចេញមកយកតែឆ្កែយកតែឆ្មាមកអត់យកអីផ្សេងមកតាមក៏ពិតក្នុងអំឡុងពេលនេះហើយយើងមិនគួរលេងសើចទៅនឹងរូបភាពអ្វីទាំងអស់ព្រោះអីវាជាសោកនាដកម្មមួយដ៏គួរឲ្យសង្វេគបន្ទាប់មកអ្នកខ្លះទៀតបានទៅជានិយាយរឿងតាក់ទងជាមួយថាដោយសារតែប្រទេសថៃធ្វើយ៉ាងនេះដាក់យើងលួចដីយើងអីយើងអញ្ចឹងបានវាជួបគ្រោះអញ្ចឹងតាមក៏ពិតក្នុងអំឡុងពេលនេះហើយយើងគួរតែចូលរួមសោកស្ដាយទាំងអស់គ្នាព្រោះប្រជាជនខ្មែរយើងបងប្អូនខ្មែរយើងគាត់ទៅធ្វើការនៅប្រទេសថៃច្រើនណាស់ម្ល៉េះហើយអាការរញ្ជួយដីនេះវាប៉ះពាល់ប្រទេសថៃមែនប៉ុន្តែវាក៏ធ្វើឲ្យប៉ះពាល់បងប្អូនខ្មែរយើងដែលគាត់ទៅធ្វើការនៅទីនោះដែរទី1ដូចជាបាត់បង់ការងារទី2គាត់អាចមានគ្រោះថ្នាក់ទី3គាត់អាចនឹងកំពុងជាប់នៅក្នុងអាគារនៅម្ល៉េះហើយខ្ញុំសូមចិត្តតែម្យ៉ាងហាមលេងសើចបងប្អូនចាឧទាហរណ៍ថាទោះជាមនុស្សម្នាក់នឹងធ្លាប់ធ្វើបាបយើងយ៉ាងណាក៏ដោយនៅពេលដែលគេជួបគ្រោះធម្មជាតិជួបហានិភ័យយើងគួរតែអាណិតគេចូលរួមសោកស្ដាយគេព្រោះអីម្នាក់គ្មានអ្នកណាគេចង់ជួបគ្រោះធម្មជាតិដ៏កាចសាហាវអញ្ចឹងឯងពេលនេះមិនមែនជាពេលហ្នឹងឯងបងប្អូនពេលនេះគឺជាពេលដែលជាពេលមួយសោកសៅបំផុតជីវិតគេជីវិតយើងគឺដូចគ្នាទាំងអស់ចាំម្ល៉េះហើយខ្ញុំសូមបួងសួងឲ្យបងប្អូនខ្មែរយើងដែលគាត់ធ្វើការនៅប្រទេសថៃឬប្រទេសណាដែលថាជួបគ្រោះថ្នាក់ធម្មជាតិនេះសូមឲ្យគាត់សុខសប្បាយទាំងអស់គ្នា